លោកឧត្តមសេនីយ៍តូឡមីងហួតនាំយកសៀវភៅសិក្សាចំនួន4901ក្បាលនិងថវិកាចំនួន2,25,000រៀលជាអំណោយដ៏ថ្លៃថ្លាឯកឧត្តមសធិតនិងលោកជំទាវទៅចែកជូនសិស្សានុសិស្សនៅអនុវិទ្យាល័យសម្ដេចឪកំចាយមាឃុំក្របៅស្រុកកំចាយមាខេត្តព្រៃវែងនៅក្នុងបរិបទនៃការអនុវត្តយុទ្ធសាស្ត្ររួមនិងគោលនយោបាយរបស់វិស័យអប់រំដែលឃើញថានៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សគឺជាបរិមាណសំខាន់នៅក្នុងការជំរុញការអភិវឌ្ឍជាតិឲ្យមានស្ថិរភាពនិងចីរភាពនៅព្រឹកថ្ងៃទី14មិថុនា2025ឧត្តមសេនីយ៍តូឡមីងហួតអនុប្រធានទី1នៃក្រុមការងារនិងសហការីបានដឹកនាំដំណើរចុះសំណេះសំណាលនៅឃុំក្របៅស្រុកកំចាយមាខេត្តព្រៃវែងនៅក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសូធិតអនុប្រធានក្រុមការងារគណៈបកប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែងនិងជាប្រធានក្រុមការងារគណៈបកប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំចាយមានិងស្រុកកញ្ជ្រៀតនៅក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកសុកសរមប្រធានការិយាល័យអប់រំស្រុកលោកច័ន្ទសារ៉ាន់ប្រធានមណ្ឌលសុខភាពលោកស៊ូភួងមេឃុំក្របៅលោកផាន់សំអូននាយប៉ុស្តិ៍រដ្ឋបាលលោកឆៃបូរីនាយកសាលាអនុវិទ្យាល័យសម្ដេចឪនិងលោកគ្រូអ្នកគ្រូនៅក្នុងឱកាសនោះលោកឆៃបូរីនាយកសាលាអនុវិទ្យាល័យសម្ដេចឪបានឡើងថ្លែងគោរពរាយការណ៍ដល់ឯកឧត្តមនិងអធិបតីនៃពិធីពីប្រវត្តិការកកើតសាលាការអភិវឌ្ឍនិងការកសាងយ៉ាងល្អប្រសើរនៃស្ថាបនាសិក្សានេះលោកបានបញ្ជាក់ថាសាលាអនុវិទ្យាល័យសម្ដេចឪត្រូវបានបង្កើតឡើងនៅក្នុងគោលបំណងចម្បងដើម្បីបង្កើនគុណភាពអប់រំដល់កូនខ្មែរនៅតាមបណ្ដាឃុំស្រុកឆ្ងាយហើយការអភិវឌ្ឍនេះក៏កើតឡើងក្រោមការដឹកនាំដ៏ឆ្លៀសវៃត្រឹមត្រូវច្បាស់លាស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្នបន្ទាប់មកលោកស៊ូភួងមេឃុំក្របៅបានលើកឡើងថ្លែងរាយការណ៍ជូនឯកឧត្តមគណៈអធិបតីនៃពិធីដូចគ្នាដោយបានលើកឡើងអំពីការអភិវឌ្ឍជាដំណាក់កាលនិងការកសាងបរិស្ថានរួមរបស់ឃុំក្របៅដែលទទួលបានអំណោយផលយ៉ាងច្រើនចំពោះគម្រោងនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលលោកបានសរសើរនៅវិស័យសង្គមគិច្ចការអប់រំសុខាភិបាលនិងមូលដ្ឋានស្ថាបនាសន្តិសុខបានប្រសើរឡើងជាបន្តបន្ទាប់ដែលសុទ្ធតែជាផលនៃការដឹកនាំយ៉ាងត្រឹមត្រូវរបស់សម្ដេចតេជោនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងរាជរដ្ឋាភិបាលកម្ពុជាឡើងថ្លែងនៅក្នុងពិធីឧត្តមសេនីយ៍តូឡមីងហួតបានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់លោកនាយកសាលាលោកគ្រូអ្នកគ្រូលោកមេឃុំនិងក្រុមប្រឹក្សាឃុំព្រមទាំងប្រធានការិយាល័យអប់រំទើបធ្វើឲ្យសមិទ្ធផលនានានៅក្នុងសាលាអនុវិទ្យាល័យសម្ដេចឪដែលស្ថិតនៅក្នុងឃុំក្របៅមានការរីកចម្រើនជាបន្តបន្ទាប់មកទល់សពថ្ងៃនេះឧត្តមសេនីយ៍តូបន្ថែមថាគោលបំណងនៃដំណើរចុះសំណេះសំណាលនេះគឺដើម្បីនាំយកនៅអំណោយដ៏មានតម្លៃដែលជាការបង្ហាញនៅទឹកចិត្តនិងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីសំណាក់ឯកឧត្តមសូធិតនិងលោកជំទាវចំពោះវិស័យអប់រំជាថ្នាក់ដំបូងអំណោយខាងលើរួមមានសៀវភៅសិក្សាចំនួន4901ក្បាលនិងថវិកាចំនួន2,25,000រៀលអំណោយទាំងនេះត្រូវបានចែកជូនសិស្សានុសិស្សលោកគ្រូអ្នកគ្រូនៃអនុវិទ្យាល័យសម្ដេចឪ